ណាប្រព័ន្ធសម្លាញ់ឲ្យកំភ្លើងប្តីរត់ចេញពីតុលាការដោយមិនខ្លាចប៉ូលីសនៅចាំនៅមាត់ទ្វារតុលាការសោះចង់ដឹងថានារីមកស្រស់នេះធ្វើប្រតិបត្តិការមួយនេះដោយរបៀបណាតាមស្ដាប់ជាមួយខ្ញុំឡាស្វ័យទាំងអស់គ្នាខ្ញុំគិតថារឿងក្តីមួយនេះយើងមិនចាំបាច់មានបរិយាកាសវីដេអូអ្នកគ្នាចឹងចុច comment អ្នកគ្នាយកឡើងមើលបរិយាកាសវីដេអូក៏ដែរស្ដាប់រឿងក្តីនេះបដាតចូលទាំងអស់គ្នានៅព្រឹកថ្ងៃទី18ខែវិច្ឆិកាឆ្នាំ2025នៅក្នុងខេត្តស្វាយរៀងអាកាសធាតុស្ងប់ស្ងាត់ដូចជាថ្ងៃធម្មតានៅក្នុងតុលាការចឹងដែរកងកម្លាំងអនុរិយប្រចាំពន្ធនាគារ6នាក់កំពុងដឹកអ្នកទោសជនជាតិវៀតណាម6នាក់និងអ្នកផ្សេងៗទៀតនៅក្នុងឡានមួយនោះមកពីធនាគារទៅកាន់តុលាការដើម្បីកាត់ទោសតាមផ្លូវច្បាប់ឡានរបស់ពន្ធនាគារបានបើកទ្វារខាងក្រោយដើម្បីឲ្យអ្នកទោសចុះមនុស្សមួយក្រុមមុនបានចុះមុនពួកគេដែលជាអ្នកទោសដែលរត់គេចហ្នឹងបន្ទាប់ពីធីមមួយក្រុមនោះបានចុះហើយមួយក្រុមទៀតដែលរត់គេចហ្នឹងក៏បានចុះមកតាមក្រោយនៅក្នុងដៃដូចជាមិនបានពាក់ខ្នោះឬក៏បានដាក់ខ្នោះអីទេអនុរិយប្រចាំពន្ធនាគារគិតថាជាថ្ងៃធម្មតាដូចជាថ្ងៃរាល់ដងដែលបញ្ជូនអ្នកទោសចេញពីពន្ធនាគារមកកាន់តុលាការធ្វើការកាត់ទោសដូចជារាល់ថ្ងៃដូចជាមិនដែលមានអីផងអញ្ចឹងគាត់គិតថាដូចជាថ្ងៃធម្មតានឹងកន្លងផុតទៅមួយថ្ងៃដូចគ្នាអញ្ចឹងនៅជិតទ្វារឡានមានមនុស្សជិះម៉ូតូចុះឡើងដូចជាមិនមានអីគួរឲ្យកត់សម្គាល់ទេប៉ុន្តែរៀងចម្លែកដែរមានមនុស្សស្រីម្នាក់ស្រីហ្នឹងពាក់អាវពាក់ខោហ្នឹងពណ៌ខ្មៅបិទម៉ាស់ពាក់មុខបិទឆឹងមកអ្នកទាំងអស់គ្នាឲ្យគាត់ចូលចិត្តមកចិត្តទ្វារឡានអ្នកតោះហ្នឹងហ្មងណាអំឡុងពេលនោះអនុរិយពន្ធនាគារក៏បានចាប់អារម្មណ៍ជាមួយម្នាក់ស្រីហ្នឹងដែរក៏បានដេញម្នាក់ស្រីហ្នឹងឲ្យកុំនៅចិត្តទ្វារឡានហ្នឹងពេកឲ្យចេញយ៉ាងឆ្ងាយបន្តិចទៅក៏បានធ្វើដៃបោះអ្នកនរគ្នាភ្លាមនោះអ្នកតោះក៏បានចេញពីទ្វារឡានម្ដងម្នាក់ពេលអ្នកតោះម្នាក់តំណងជាមេខ្លោងបានមកដល់ចិត្តទ្វារឡាននោះក៏បានចោះសម្រុកទៅចិត្តម្នាក់ស្រីនឹងយ៉ាងស្ងៀមស្ងាត់ដោយមិនកំរើឬក៏មើលទៅដូចជាធម្មតាអញ្ចឹងក៏ណារៀងចូលគិតទៅមុខម្នាក់ស្រីនឹងបន្តិចដោយមើលភ្លាមយើងអត់ចាប់អារម្មណ៍ទេប៉ុន្តែវាមិនបានចំណាយពេលក្រោម5វិនាទីប៉ុណ្ណោះនាងក៏បានលូកដៃនៅក្នុងខោអាវពណ៌ខ្មៅរបស់នាងនឹងហើយបានចាប់ទាញចេញមកនៅកំភ្លើងខ្លីមួយដើមដែលមានឈ្មោះថា K54 ដែលបានលាក់នៅក្នុងខោអាវពណ៌ខ្មៅរបស់នារីម្នាក់នឹងតែម្ដងសមត្ថកិច្ចពេលហ្នឹងក៏មិនទាន់នឹងយល់ពីស្ថានភាពថាបរិសុទ្ធនិងស្ត្រីម្នាក់នឹងកំពុងធ្វើអ្វីដែរតែភ្លាមនោះបរិមម្នាក់នោះបានទាញកំភ្លើងមកក្នុងដៃហើយកំភ្លើងក៏លឺសូរថាប៊ុំតែកំភ្លើងនោះមិនបានត្រូវនរណាគេទេគឺបានបាញ់បង្អើលទៅខាងលើបរិយាកាសបាត់ទៅហើយពេលនោះមន្ត្រីអនុរិយពន្ធនាគារបានយកស្ថានភាពក៏បានធ្វើការចាត់វិធានការបង្ក្រាបនិងធ្វើការតដោយជាមួយនឹងជនបង្កនឹងតែម្ដងក្នុងវីដេអូយើងនឹងឃើញថាសមត្ថកិច្ចជាមួយនឹងជនបង្កនឹងតដៃនឹងប្រើកំភ្លើងបាញ់រះទៅលើគ្នាទៅវិញទៅមកខណៈពេលនោះស្ត្រីវៀតណាមនោះមិនបានរត់ទៅណាទេគឺបានរត់ទៅបើកទ្វាររថយន្តលុច CCT 208ដែលរៀបចំទុកមុននៅខាងមុខខ្លោងទ្វាររបស់តុលាការនោះតែម្ដងដៃរបស់ជនបង្កជាមួយនឹងអ្នកតបផ្សេងទៀតសរុបទាំងអស់គ្នានឹងគឺ6អ្នកឡើងរថយន្តយ៉ាងលឿនដូចជាមនុស្សដែលបានត្រៀមឬខ្លួនហើយក៏បានរៀបចំផែនការរួចជាស្រេចប្រហែលសប្តាហ៍មកហើយអញ្ចឹងណាក្នុងអំឡុងពេលនោះកម្លាំងអាវុធហត្ថនិងនគរបាលកំពុងតែធ្វើការយ៉ាងជិតស្និទ្ធនឹងបាញ់ការពារប៉ុន្តែរថយន្តលុចស៊ីនោះបានជិះយ៉ាងលឿនសម្ដៅនឹងរត់គេចចេញពីព្រំដែនរបស់សមត្ថកិច្ចហើយនៅក្នុងថ្ងៃដដែលហ្នឹងប្រហែលជាម៉ោង12ថ្ងៃត្រង់កម្លាំងជំនាញនយោបាយកថានគរបាលព្រំបន្ទាប់បានចាប់ផ្ដើមស្រាវជ្រាវលើផ្លូវនានាដែលជនបង្កនឹងអាចរត់ចេញដូចជាកាមេរ៉ាសុវត្ថិភាពរថយន្តការធ្វើដំណើរឬក៏ទីតាំង GPS ការពិនិត្យសំឡេងម៉ាស៊ីនរបស់ឡាននឹងការជម្រាបឲ្យដឹងនៅមន្ត្រីឬក៏ប៉ូលីសចរាចរណ៍នៅតាមដងផ្លូវដើម្បីស្ទាក់ចាប់ក៏ដូចជាខ្លំមើលរថយន្តមួយនឹងថាបំបែកទៅកាន់ទិសខាងណាដើម្បីស្ទាក់ចាប់បានងាយស្រួលអញ្ចឹងទៅបន្ទាប់ពី3ម៉ោងនៃការស្រាវជ្រាវកម្លាំងមួយបានរកឃើញរថយន្តលុចស៊ីនឹងបានធ្លាក់ចូលក្នុងដីស្រែមួយកន្លែងហើយអ្នកតោះម្នាក់នៅក្នុងរថយន្តក៏បានត្រូវបានចាប់បានភ្លាមតែម្ដងបន្ទាប់មកពេលដែលព្រះអាទិត្យជិតលិចនៅម៉ោងប្រហែលជា6ល្ងាចដល់ថ្ងៃដដែលនឹងកម្លាំងជំនាញជាមួយនឹងកងរាជអាវុធហត្ថត្រូវបានអញ្ជើញហុំព័ទ្ធនិងបានកំណត់មុខសញ្ញាបាននៅក្នុងភូមិមួយដែលមានឈ្មោះថាភូមិប្រាច់សង្កាហើយនឹងខាងស្វាយទៀបជាតំបន់ដែលមានស្លឹកឈើច្រើនព្រមទាំងជាទីមួយដែលពិបាកស្វែងរកក៏ដូចជាកន្លែងដែលលាក់បាំងច្រើនណាអ្នកនរនិយាយទៅកន្លែងនេះគឺជាកន្លែងដែលពិបាកស្វែងរកខ្លាំងមែនតើប៉ុន្តែកម្លាំងជំនាញនៅតែស្វែងរកបានការចាប់ខ្លួននិងការធ្វើប្រតិបត្តិការហុំព័ទ្ធប្រហែលជាត្រឹមតែ45នាទីប៉ុណ្ណោះទើបអាចចាប់ខ្លួនចុងដល់46នាក់បានជាមួយនឹងស្ត្រី
អ្នករំដំម្នាក់ហ្នឹងហើយស្ត្រីម្នាក់ហ្នឹងគឺជាជនជាតិវៀតណាមម្នាក់ទាំងអស់គ្នាទៅនារីម្នាក់ហ្នឹងពិតជាក្លាហានខ្លាំងមែនតើសរុបមកវិញគឺពេលហ្នឹងគឺចាប់បានទាំងអស់គ្នាមកវិញទាំងអស់គ្នាទៅអំឡុងដែលពេលចាប់ហ្នឹងគឺបានផ្ទុះអាវុធតដៃគ្នាទៅវិញទៅមករវាងជនបង្កជាមួយនឹងសមត្ថកិច្ចពេលហ្នឹងគឺបែកការភ្លើងពេញវាលស្រែតែម្ដងអ្នកគ្នាតែសំណាងហ្នឹងគឺមិនមែនអ្នករស់របួសឬក៏រងគ្រោះថ្នាក់នៅខេត្តកាមេនឹងឡើយបន្ទាប់ពីបញ្ជូនស្ត្រីជនជាតិវៀតណាមដែលមានឈ្មោះថាកមៀតធីហៃវ៉ាន់សូមតើអ្នកគ្នាបើខ្ញុំអានខុសប្រអីវាពិបាកអានវាជាភាសាវៀតណាមអ្នកគ្នាបានសារភាពក៏បានប្រកាសប្រាប់ទៅកាន់សមត្ថកិច្ចទាំងអារម្មណ៍ច្បោកច្បល់ជាមួយនឹងទឹកភ្នែកថានៅថ្ងៃទី14វិច្ឆិកាអ្នករីម្នាក់នឹងបានជួលនៅរថយន្តរលុចស៊ីពណ៌ខ្មៅមួយពីបរិសម្នាក់ហើយនៅថ្ងៃទី16ទិញកំភ្លើង K54 តម្លៃ$15,000តាម Telegram នៅថ្ងៃទី17បានចូលស្នាក់នៅចិត្តទលេនឹងតែម្ដងនិយាយរួមគឺនៅចិត្តពន្ធនាគារផងនៅចិត្តតុលាការងាយស្រួលហើយចូលមកកាន់ថ្ងៃដែលប្រព្រឹត្តហ្នឹងគឺថ្ងៃទី18នាងពិតជាបានចូលទៅកាន់តុលាការហើយបានហុចកំភ្លើងនឹងប្តីរបស់នាងបានបាញ់កំភ្លើងគម្រាមកំហែងសមត្ថកិច្ចហើយក៏បានរំដោះអ្នកតប6នាក់និយាយរួមគឺរំដោះប្តីរបស់នាងតែម្ដងចេញពីតុលាការបានសម្រេចរកបានរត់គេចខ្លួនទៅហើយនាងក៏បាននិយាយបន្ថែមទៀតនឹងក៏បានបង្ហាញអារម្មណ៍សោកស្ដាយដែលបានប្រព្រឹត្តអំពើមួយនេះហើយនាងក៏បាននិយាយថាខ្ញុំគ្រាន់តែចង់ឲ្យប្តីខ្ញុំរួចចេញពីតុលាការប៉ុណ្ណោះខ្ញុំមិននឹកស្មានថាការធ្វើរបស់ខ្ញុំនឹងវាកាត់ឡើងរឿងធំដល់ថ្នាក់នឹងសោះនាងក៏បានក្រវេក្បាលបន្តិចម្ដងហើយងាកទៅមើលព្រះអាទិត្យដែលជិតលិចនៅក្រៅបង្អួចដែកនោះដូចជាមនុស្សម្នាក់ដែលកំពុងយល់គ្រប់យ៉ាងថាផ្លូវដែលនាងបានជ្រើសរើសនឹងគឺជាផ្លូវដែលខុសហើយក៏បានខូចខាតជីវិតរបស់នាងគ្រួសាររបស់នាងចុងក្រោយនៃជីវិតរបស់នាងបានតែប៉ុណ្ណឹងហើយករណីហ្នឹងมันមិនចាប់ត្រឹមហ្នឹងទេនៅពេលដែលស្ត្រីអ្នកហ្នឹងត្រូវបានចាប់ខ្លួនអ្នកកាសែតអនឡាញ2នាក់ធ្វើសកម្មភាពប៉ះពាល់នាងព្រោះតែចង់ថតរូបរបស់នាងឲ្យច្បាស់បើយើងមើលតាមសកម្មភាពជាក់ស្ដែងរបស់អ្នកសារព័ត៌មាន2នាក់នោះគាត់បានប្រើសកម្មភាពប៉ះពាល់ក្តិចបង្អែលទៅកាន់ផ្ទាល់របស់នាងនេះបង្ហាញឲ្យឃើញថាអ្នកសារព័ត៌មាន2នាក់នោះពិតជាប្រើអំពើអសិលធម៌ទៅកាន់នារីភេទខ្លាំងមែនតើបើនិយាយទៅកាន់អ្នកតាមដានបណ្ដាញសង្គមក៏ដូចជាស្រីៗដែលបានមើលវីដេអូមួយនេះក៏បានមិនពេញចិត្តទៅកាន់អ្នកសារព័ត៌មាន2នាក់នោះទេក៏បានរាយការណ៍អំពើមួយនេះទៅកាន់ក្រសួងព័ត៌មានឲ្យចាត់វិធានការក្រសួងព័ត៌មានក៏បានដកអាជ្ញាប័ណ្ណថែមទាំងដាក់បញ្ជីខ្មៅចូលទៅកាន់អ្នកសារព័ត៌មាន2នាក់នោះមិនឲ្យបន្តការងារជាអ្នកកាសែតបន្ថែមទៀតអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាវីដេអូមួយនេះពីខ្ញុំទៅមានតែប៉ុណ្្នឹងឯងដូច្នេះ last voice មានតែប៉ុណ្្នឹងសូមកុំភ្លេចជួយចុច subscribe like ឬក៏ follow TikTok ក៏ដូចជា YouTube របស់ last voice ម្នាក់មួយផងដូច្នេះខ្ញុំ last voice សូមអរគុណនិងសូមគោរពលាបាយបាយ